ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀប install និង connect SSH ចឹងវីដេអូមកខ្ញុំបាន install ទៅលើកម្មវិធី Ubuntu server នៅលើ VisualBox ហើយចឹងមកដល់វីដេអូនេះខ្ញុំសូមធ្វើការ install ទៅលើ SSH ចឹងដើម្បីយើង install ទៅលើ SSH បានយើងត្រូវកំណត់ setting វាសិនទៅលើ network ចឹងមកដល់កន្លែងនេះ attach to នេះកន្លែងនេះខ្ញុំជ្រើសរើសយក brick adapter ដោយសារតែខ្ញុំប្រើវាជាប្រភេទ wireless network បន្ទាប់មកខ្ញុំធ្វើការ OK ហើយបន្ទាប់មកយើងត្រូវធ្វើការ start service វាសិនចឹង SSH ឬក៏ secure shell ហ្នឹងយើងប្រើវាសម្រាប់ឲ្យកុំព្យូទ័រមួយទៀតហ្នឹងអាចចូលទៅគ្រប់គ្រង Ubuntu server បានដោយយើងចូល remote តាមរយៈ command line ពួកអី Ubuntu server ហ្នឹងវាអត់មាន graphic interface ដូច desktop យើងឯងចឹងយើងត្រូវប្រើ SSH ដើម្បី login និងគ្រប់គ្រងserver របស់យើងហ្នឹងចឹងអានេះយើងធ្វើការចាំវា plate សិនចឹងដំបូងយើងត្រូវ login ជាមួយនឹងuser របស់យើងសិនចឹង user ខ្ញុំឈ្មោះ Lisa និង password 123ហើយបន្ទាប់មកត្រូវ update ទៅលើ server របស់យើងនឹងសិនដែលយើងប្រើ command sudo apt update ដើម្បីឲ្យវាថ្មីចឹងហើយយើង enter មកតោះមកយើងវាយ password ចឹងយើងធ្វើការចាំវាសិនអញ្ចឹងវាបានធ្វើការ update រួចរាល់ហើយបន្ទាប់មកយើងត្រូវការ install ទៅលើ SSH ដែលយើងប្រើ command sudo apt install OpenSSH server sudo apt install OpenSSH .serverចឹងយើង enter មកចឹងអា command SSH server ហ្នឹងវាជា command មួយដែលអាចឲ្យទទួល connection ពី machine ផ្សេងៗទៀតបានហើយតមកកន្លែងនេះយើងចុច yes មកហើយយើងធ្វើការរងចាំវាមក plate អញ្ចឹងបន្ទាប់ពីវាចេញចេះហើយយើងត្រូវ enable វាដើម្បីឲ្យវាបើកឲ្យវាដំណើរការបានចឹងអញ្ចឹងយើងត្រូវប្រើ command sudo system control អញ្ចឹង ctl ហ្នឹងមានន័យថា system control enable អញ្ចឹងយើងធ្វើការបើកវាសិនមក enable now SSH ដែលយើងបើក enable ទៅលើ command SSH ហ្នឹងយើង enter មកអញ្ចឹងបន្ទាប់មកយើង check មើលថាវានឹងដំណើរការហើយនៅពេលដែលយើង enable ហ្នឹងអញ្ចឹងយើងប្រើ command sudo system control system control status SSH អាហ្នឹងយើង check មើលថាវា enable ហើយនៅចឹងណាអូខេអញ្ចឹងនៅពេលដែលវាចេញពណ៌បៃតងកន្លែង active running ហ្នឹងមានន័យថាការដែលយើង enable ហ្នឹងវាបានហើយអញ្ចឹងណាយើង enable វាបានជោគជ័យបានវាចេញពណ៌បៃតងកន្លែង active running ហ្នឹងអញ្ចឹងបន្ទាប់ពីយើង enable និង check មើលវាហើយយើងត្រូវ allow វាដើម្បីឲ្យ network ខាងក្រៅហ្នឹង access ចូលបានអញ្ចឹងដែលយើងប្រើ command sudo ufw sudo ufw allow SSH ចឹង command មួយហ្នឹងវាប្រើសម្រាប់អនុញ្ញាតឲ្យកុំព្យូទ័រផ្សេងអាច access ចូលមកកាន់ server របស់យើងបានចឹងយើង enter មកអូខេចឹងមកដល់កន្លែងនេះចឹងដើម្បីឲ្យគេ access ចូលបានចឹងយើងត្រូវដឹង IP address របស់ server របស់យើងសិន
ដែលយើងប្រើ command IPA ចឹង command IPA ហ្នឹងវាបង្ហាញ IP address របស់ machine Ubuntu server របស់យើងហ្នឹងដែលត្រូវប្រើដើម្បីឲ្យកុំព្យូទ័រផ្សេងទៀតអាចចូល remote ចូលបានអញ្ចឹងយើងត្រូវស្គាល់ IP របស់ Ubuntu server របស់យើងសិនដែលយើងប្រើ command IPA ហ្នឹងអញ្ចឹងយើង enter មកអញ្ចឹងកន្លែងនេះIP របស់ខ្ញុំកន្លែង inet នេះ 127.0.0.1 ហ្នឹងគឺជា IP របស់ខ្ញុំអញ្ចឹងខ្ញុំធ្វើការបើកទៅលើ PowerShell ដើម្បីតេស្តអញ្ចឹងណាអញ្ចឹងដំបូងខ្ញុំធ្វើការ ping សិនទៅកាន់IP របស់ Ubuntu server ចង់ដឹងថាវាចូលឬក៏អត់អញ្ចឹងយើងប្រើ command ping 127.0.0.1 ping ទៅកាន់ IP 127.0.0.1 អញ្ចឹងនៅពេលដែលវាចេញមកចេះមានន័យថាវាស្គាល់គ្នាហើយអញ្ចឹងបន្ទាប់មកយើងធ្វើការ login ចូលដែលយើងប្រើ command SSH ហើយតមកយើងដាក់ឈ្មោះ user របស់យើងហ្នឹងហើយតមកយើងដាក់ add និងលេខ IP address របស់Ubuntu server របស់យើងហ្នឹង 127.0.0.1 តមកយើង enter មកអូខេអញ្ចឹងកន្លែងនេះវាបាន connect ហើយតមកយើងវាដំណើរការបានហើយអញ្ចឹងបន្ទាប់មកខ្ញុំចូលទៅកាន់ Ubuntu server របស់ខ្ញុំវិញដោយខ្ញុំសួរថាខ្ញុំជាណាគេអញ្ចឹងណាអញ្ចឹងខ្ញុំប្រើ command who am I អូខេអញ្ចឹងវាស្គាល់ហើយអានេះវាចេញឈ្មោះ user របស់ខ្ញុំហើយបន្ទាប់មកនេះ user Lisa នេះហើយតមកខ្ញុំប្រើ command pwd អូខេអញ្ចឹងវាដាក់ចូល /home/lisa នេះហើយអញ្ចឹងវាបានហើយអញ្ចឹងខ្ញុំចូលទៅសួរនៅក្នុងសួរវានៅក្នុង PowerShell ម្ដងដែលខ្ញុំប្រើ command who am I បើវាចេញ Lisa វាត្រូវហើយអញ្ចឹងមិញប្រហែលជាខ្ញុំដាក់ IP វាខុសអញ្ចឹងខ្ញុំសុំទៅមើល IP check មើល IP ម្ដងទៀតអញ្ចឹងនេះ IP របស់ខ្ញុំគឺ 192.168.6.106 នេះបានត្រូវយើងប្រើcommand SSH Lisa ឈ្មោះ server របស់យើងហើយ add ដាក់ IP address របស់ server តមកយើងចុច yes មកអូខេអញ្ចឹងអានេះយើងដាក់វាឲ្យយើងដាក់ password អញ្ចឹង1 2 3ខ្ញុំធ្វើការដាក់សួរថាខ្ញុំជាណាគេ who am I អូខេចានេះវាស្គាល់ហើយអញ្ចឹងខ្ញុំប្រើcommand pwd អូខេអញ្ចឹងអានេះវាដូចគ្នា/home/lisa នេះអញ្ចឹងការ access remote ចូលទៅកាន់ Ubuntu server យើងបានជោគជ័យហើយអញ្ចឹងខ្ញុំធ្វើការបិទហើយអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេយើងនឹងធ្វើការ shut down វាដែលយើងប្រើ command sudo shut down now sudo shut down now អូខេអញ្ចឹងយើងចាំវាមក plate ដើម្បីឲ្យវាធ្វើការ shut down អូខេអញ្ចឹងនៅពេលដែលយើង shut down ហើយយើងអាច take snapshot ទៅលើការងារដែលយើងបានធ្វើហ្នឹងដើម្បីយើង backup ទុកវានៅពេលក្រោយនៅពេលដែលយើងធ្វើទៅមុខទៀតវាមានបញ្ហាអីចឹងយើងអាច restore វាមកក្រោយបានដែលយើងធ្វើការ take snapshot អញ្ចឹងយើងចុច take snapshot នេះមកហើយយើងជាន់លើ ចូលលើ current state នេះហើយយើង right click យកពាក្យថា take snapshot មកកន្លែងនេះយើងដាក់ឈ្មោះ snapshot របស់យើងហ្នឹងអញ្ចឹងខ្ញុំដាក់ install SH អញ្ចឹងយើងចុច OK មកអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងឯងជម្រាបលាលោកគ្រូអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា